កាលពីព្រេងងាយក្នុងភូមិគ្រឹះដ៏តូចទាបមួយដែលស្ថិតនៅជាប់នឹងជើងភ្នំដាច់ស្រយាលមានយុវជនម្នាក់ឈ្មោះសុភ័ណ្ឌរស់នៅយ៉ាងកំសត់កំរជាមួយម្ដាយជរាដែលជាស្ត្រីមេម៉ាយទោះបីជាជីវភាពគ្រួសារមានភាពក្រីក្រលំបាកយ៉ាងណាក៏ដោយក៏សុភ័ណ្ឌមិនដែលរអ៊ូរទៀមឬត្អូញត្អែពីវាសនារបស់ខ្លួនឡើយផ្ទុយទៅវិញគេជាកូនប្រុសដែលមានចិត្តកតញ្ញូយ៉ាងក្រៃលែងចំពោះម្ដាយដែលជាបង្គោលគ្រួសារតែម្នាក់គត់ដែលនៅសេសសល់រៀងរាល់ព្រឹកព្រលឹមមុនពេលព្រះអាទិត្យបញ្ចេញពន្លឺចាំងផ្លាតលើកំពូលឈើសុភ័ណ្ឌតែងតែក្រោកឡើងដើម្បីដុតភ្នាត់ភ្លើងដាំបបរនិងរៀបចំអាហារយ៉ាងផ្ចិតផ្ចង់ជូនម្ដាយពិសារួចទើបចេញទៅធ្វើការស៊ីឈ្នួលជ្រូតកាត់ឲ្យអ្នកភូមិដើម្បីបដូរយកប្រាក់កាក់បន្តិចបន្តួចមកចិញ្ចឹមជីវិតទឹកចិត្តដ៏ស្មោះសររបស់សុភ័ណ្ឌបានក្លាយជាទីចាប់អារម្មណ៍និងជាគំរូសម្រាប់អ្នកភូមិផងទាំងពួងគេតែងតែនិយាយតគ្នាថាសុភ័ណ្ឌគឺជាកូនប្រុសមាសប្រាក់ប៉ុន្តែក្តីសុខដែលកើតចេញពីភាពសាមញ្ញនេះហាក់ដូចជាត្រូវបានព្រំលិខិតសាកល្បងយ៉ាងធ្ងន់ធ្ងរនារាត្រីមួយខណៈដែលមេឃកំពុងបង្អួរភ្លៀងយ៉ាងខ្លាំងលេលំទៅដោយផ្គរលាន់រន្ទះបាញ់កាត់ផ្ទៃមេឃដ៏ខ្មៅងងឹតម្ដាយរបស់សុភ័ណ្ឌស្រាប់តែធ្លាក់ខ្លួនឈឺជាទម្ងន់គាត់ចាប់ផ្ដើមក្អកយ៉ាងខ្លាំងរហូតដល់ធ្លាក់ឈាមហើយខ្លួនប្រអានរបស់គាត់ឡើងកម្ដៅដូចរងើកភ្លើងសុភ័ណ្ឌស្លន់ស្លោខ្លាំងណាស់គេស្ទុះទៅត្របងកងជើងម្ដាយទៀងទឹកភ្នែកហួររហាមរួចក៏សម្រេចចិត្តរត់កាត់ភ្លៀងផ្គរទៀងយប់អាធ្រាត្រដើម្បីទៅអញ្ជើញគ្រូថ្នាំដែលពូកែបំផុតនៅក្នុងភូមិមកជួយសង្គ្រោះនៅពេលគ្រូថ្នាំចាស់ជរីមកដល់គាត់បានពិនិត្យជីពចរនិងពិនិត្យមើលអាខរៈរបស់ស្ត្រីជាម្ដាយដោយទឹកមុខស្រពោនគាត់ដកដង្ហើមធំរួចបែរមកប្រាប់សុភ័ណ្ឌដោយសំឡេងសាវៗថាក្មួយប្រុសម្ដាយរបស់ក្មួយមានជំងឺចម្លែកមួយយ៉ាងដែលថ្នាំសង្កូវធម្មតាមិនអាចព្យាបាលបានឡើយមានតែឱសថទឹកមួយយ៉ាងហៅថាផ្កាឈូកត្បូងមរកតដែលដុះលើកំពូលភ្នំទឹកកកដ៏ខ្ពស់ត្រដែតឯនាសមុទ្រប៉ុណ្ណោះទើបអាចជួយសង្គ្រោះជីវិតម្ដាយក្មួយបានប៉ុន្តែផ្លូវទៅកាន់ទីនោះពោទិញទៅដោយគ្រោះថ្នាក់សត្វសាហាវនិងមន្តអាគមងងឹតដែលមនុស្សធម្មតាមិនងាយនឹងឆ្លងផុតឡើយលើសម្ដីគ្រូថ្នាំភ្លាមបេះដូងរបស់សុភ័ណ្ឌហាក់ដូចជាត្រូវគេយកកំបិតមួយចាក់សំឡូសគេសម្លឹងមើលមុខម្ដាយដែលកំពុងដេកញ័រញាក់ដោយការឈឺចាប់ក្នុងចិត្តរបស់គេមិនមានភាពភ័យខ្លាចចំពោះសេចក្តីស្លាប់ឬឧបសគ្គដែលគ្រូថ្នាំបានរៀបរាប់នោះឡើយអ្វីដែលគេបារម្ភបំផុតគឺខ្លាចបាត់បង់អ្នកមានគុណសុភ័ណ្ឌបានលុតជង្គង់ចុះរួចលើកដៃសំពះដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកថាប្រសិនបើការលះបង់ជីវិតរបស់ទូលបង្គំអាចដោយយកសុខភាពរបស់ម្ដាយត្រឡប់មកវិញបានទូលបង្គំសុខចិត្តទទួលយកគ្រប់យ៉ាងទោះបីជាត្រូវឆ្លងកាត់ភ្លើងនរកឬភ្លុំដៅក៏ដោយពន្លឺទៀនដ៏តូចមួយក្នុងខ្ទង់ចិត្តរលត់ទៅហើយប៉ុន្តែពន្លឺនៃក្តីសង្ឃឹមនិងចិត្តកតញ្ញូក្នុងគ្រងរបស់សុភ័ណ្ឌកាន់តែឆេះសន្ធោគេចាប់ផ្ដើមរៀបចំបង្វិចបន្តិចបន្តួចដាវចាស់មួយដែលជាកេរដំណែលពីឪពុកនិងស្បែកជើងចម្បាំងមួយគូមុននឹងចេញដំណើរសុភ័ណ្ឌបានអូនទៅថោកជើងម្ដាយទាំងទឹកភ្នែករួចគិតដាក់ត្រជាក់គាត់ថាម៉ែអើយសួរម៉ែរងចាំកូននឹងយកឱសថទឹកមកជួយម៉ែឲ្យខាងតែបានទោះបីជាកូនត្រូវលាក់ស្បង់អ្វីគ្រប់យ៉ាងក៏ដោយយុវជនចិត្តកតញ្ញូបានឈានជើងចេញពីខ្ទមតុយឆ្ពោះទៅរកភាពងងឹតសូន្យនៃព្រៃព្រឹក្សាការធ្វើដំណើរដ៏វែងឆ្ងាយនឹងពោពេញដោយអាចកំបាំងទើបតែចាប់ផ្ដើមខ្យល់ត្រជាក់បឹកបោកមកបាកាយប៉ុន្តែវាមិនអាចធ្វើឲ្យវាទួងកូនប្រុសរូបនេះរន្ធត់ឡើយគេដឹងថារាល់ជំហានដែលគេឈានទៅមុខជាក្តីសង្ឃឹមចុងក្រោយសម្រាប់ជីវិតម្ដាយសុភ័ណ្ឌសម្លឹងទៅកាន់កំពូលភ្នំខ្ពស់ដែលបាំងដោយបបោខ្មៅដោយទឹកមុខមោះមុតបំផុតឆ្ពោះទៅរកជោគវាសនាដែលមិនអាចទីទុកជាមុនបាននេះជាការចាប់ផ្ដើមនៃដំណើរផ្សងព្រេងដើម្បីសងគុណម្ដាយជាទីស្រឡាញ់សុភ័ណ្ឌចាប់ផ្ដាយរបស់ជំហានចូលទៅក្នុងព្រៃជ្រៅដែលមានដើមឈើធំខ្ពស់ស្គឹមស្កៃបាំងចិត្តពន្លឺព្រះច័ន្ទសំឡេងសត្វរាត្រីយំកងរំពឹងហាក់ដូចជាចង់បន្លាចស្មារតីយុវជនម្នាក់នេះឲ្យដកថយប៉ុន្តែចិត្តកតញ្ញូបានคล้ายជាពន្លឺបំភ្លឺផ្លូវរបស់គេយ៉ាងភ្លឺស្វាងបំផុតការធ្វើដំណើរឆ្លងកាត់ព្រៃព្រឹក្សាដ៏ស្ងប់ស្ងាត់នឹងពោពេញដោយគ្រោះថ្នាក់អាថ៌កំបាំងដែលមិនធ្លាប់មានមនុស្សណាហ៊ានទៅដល់បានធ្វើឲ្យរាងកាយរបស់គេហត់នឿយយ៉ាងខ្លាំងលើពីការស្មានរយៈពេល3ថ្ងៃ3យប់ដែលគេធ្វើដំណើរដោយគ្មានអាហារធ្លាក់ដល់ក្រពះឡើយក្រៅពីការក្រេបទឹកសិនសាមដែលធ្លាក់លើស្លឹកឈើនិងផ្លែឈើព្រៃជូរចត់បន្តិចបន្តួចសម្រាប់បន្តដង្ហើមតែប៉ុណ្ណោះ
រាល់ពេលដែលជើងរបស់គេចុះខ្សោយហើយដួលទៅលើដីដោយភាពទន់ដៃទន់ជើងសុផកតែងតែនឹកឃើញដល់ស្នាមញញឹមដ៏ទន់ភ្លន់របស់ម្ដាយនិងសំឡេងដង្ហើមដែលស្ទើរតែដាច់ខ្សោរបស់គាត់ដែលនេះគឺជាអសព្ទិបដ៏មានប្រសិទ្ធភាពបំផុតក្នុងការជំរុញឲ្យគេមានកម្លាំងមហិមាដើម្បីក្រោកឈរឡើងវិញសុផកឈរប្រឈមមុខនឹងសត្វសាហាវនោះដោយដៃម្ខាងកាន់កាំបិតតូចដែលម្ដាយធ្លាប់ប្រើប្រាស់ប្រចាំថ្ងៃនិងចិត្តដែលត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធក្នុងសមរភូមិជីវិតដ៏សំខាន់នេះខ្យល់បកយ៉ាងខ្លាំងដែលចេញពីកម្លាំងស្លាពណ៌ប្រាក់របស់សត្វឥន្ទ្រាយៈបានធ្វើឲ្យសុផកស្ទើរតែទប់ខ្លួនមិនជាប់ប៉ុន្តែក្រសែភ្នែករបស់គេនៅតែរឹងមាំដោយថ្មដាមិនមានភាពរារែកសំបីតែបន្តិចសត្វឥន្ទ្រីនោះបានស្រែកផ្អើលខ្ទរខ្ទាពេញជួរភ្នំរួចក៏ហោះឆ្ពោះមកកាន់រូបគេជាមួយនឹងក្រញាំដែកដ៏មុតស្រួយដែលអាចកំទេចអ្វីៗបានគ្រប់យ៉ាងសុផកបានកេកផុតពីការវាយប្រហារលើកដំបងយ៉ាងប្រភិតប្រភ័យប៉ុន្តែស្លាបដ៏រឹងមាំរបស់វ៉ាក៏បានឆ្កូតស្មារបស់គេឲ្យហូរឈាមស្រួយពេញអាវធ្វើឲ្យយុវជនរូបនេះដួលខ្ទាតទៅនឹងដីទោះជាមានការឈឺចាប់យ៉ាងណាក៏ដោយក៏កូនប្រុសកតញ្ញូរូបនេះមិនបានបោះបង់ចោលកាំបិតខុងដៃឡើយគេបានលុតជង្គង់ចុះរួចសម្លឹងមើលទៅភ្នែកដ៏សាហាវរបស់សត្វឥន្ទ្រីនោះហើយស្រែកទៅកាន់វាដោយសំឡេងដ៏អង្វរករចេញពីបេះដូងថាលោកអម្ចាស់បាក់សីដ៏មានអំណាចអើយខ្ញុំមិនបានមកទីនេះដើម្បីតតាំងឬមកបៀតបៀនជីវិតរបស់លោកដោយក្តីអរិយភាពឡើយជីវិតរបស់ខ្ញុំមិនមានតម្លៃស្មើនឹងជីវិតម្ដាយរបស់ខ្ញុំដែលកំពុងស្ថិតនឹងដង្ហើមចុងក្រោយនៅឯផ្ទះនោះទេបើលោកត្រូវការសាច់ឈាមរបស់ខ្ញុំដើម្បីធ្វើជាអាហារក៏ខ្ញុំសុខចិត្តបូជាជូនលោកដែរឲ្យតែលោកអនុញ្ញាតឲ្យខ្ញុំយកផ្កានេះទៅសង្គ្រោះម្ដាយរបស់ខ្ញុំជាមុនសិនពាក្យសម្ដីដែលចេញពីចម្រៅចិត្តដ៏បរិសុទ្ធនិងទឹកភ្នែកដែលហូរស្រក់ដោយក្តីស្រឡាញ់ពិតប្រាកដបានធ្វើឲ្យសត្វឥន្ទ្រីយៈបង្អង់សកម្មភាពដ៏សាហាវរបស់វាភ្លាមស្រាប់តែមានពន្លឺពណ៌មាសមួយបានចែកចេញពីខ្លួនសត្វឥន្ទ្រីហើយរូបរាងដ៏កាចសាហាវរបស់វាបានប្រែជាទន់ភ្លឺខុសពីមុនសត្វឥន្ទ្រីនោះបាននិយាយមកកាន់សុផកដោយសំឡេងដ៏ជ្រាលជ្រៅថាក្នុងនាមជាអ្នកយាមកាមផ្កាទិព្វអស់រយៈពេលរាប់រយឆ្នាំមកនេះខ្ញុំមិនដែលឃើញមនុស្សណាដែលមានចិត្តកតញ្ញូថៃថ្លាដោយរូបអ្នកឡើយមនុស្សភាគច្រើនដែលមកដល់ទីនេះគឺមកដោយសារតែភាពលោភលន់និងចង់បានអាយុវែងសម្រាប់ខ្លួនឯងប៉ុន្តែអ្នកមកទីនេះដោយសារតែសេចក្តីស្រឡាញ់ចំពោះអ្នកមានគុណចូលអ្នកយកការនេះទៅចោះព្រោះទឹកចិត្តកូនប្រុសដ៏ស្មោះសាររបស់អ្នកបានឈ្នះឧបសគ្គគ្រប់យ៉ាងរួចទៅហើយបន្ទាប់ពីនិយាយចប់សត្វឥន្ទ្រីក៏បានប្រើក្រញាំរបស់វាបេះផ្កាពណ៌មាសនោះហោះជន់សុផកដោយក្តីមេត្តាសុផកមានក្តីរំភើបជាខ្លាំងគេបានលើកដៃសំពះអរគុណដល់សត្វបាក់សីទិព្វរួចប្រញាប់ទប់ផ្កានោះក្នុងអាវដោយក្តីថ្នមភ្ងាត់បំផុតសត្វឥន្ទ្រីមិនត្រឹមតែប្រគល់ផ្កាឲ្យនោះទេថែមទាំងអនុញ្ញាតឲ្យសុផកជិះលើក្នុងរបស់វាដើម្បីហោះត្រឡប់ទៅផ្ទះវិញឲ្យបានលឿនបំផុតគ្រាន់តែទៅដល់ផ្ទះភ្លាមសុផកបានយកត្របកផ្កានោះមកធ្វើជាអាវសុទ្ធហើយបញ្ច្រកឲ្យម្ដាយផឹកយ៉ាងយកចិត្តទុកដាក់បំផុតក្នុងរយៈពេលមិនយូរប៉ុន្មានម្ដាយរបស់គេក៏បានបើកភ្នែកឡើងវិញជាមួយនឹងសុខភាពល្អបរិបូរណ៍និងមានកម្លាំងមាំមួនជាងមុនឆ្ងាយណាស់គាត់បានអូបកូនប្រុសរបស់គាត់ទាំងទឹកភ្នែកហើយមានមោទនភាពជាទីបំផុតដែលបានឃើញកូនតស៊ូគ្រប់បែបយ៉ាងដើម្បីរូបគាត់នាងភូមិដែលធ្លាប់មើលងាយសមត្ថភាពរបស់សុផកក៏បានផ្លាស់ប្ដូរការគិតនិងគោរពកោតសរសើរដល់ទឹកចិត្តកតញ្ញូរបស់គេគ្រប់គ្នាចាប់ពីថ្ងៃនោះមកសុផកនិងម្ដាយរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលនិងក្តីសុខបំផុតនៅក្នុងភូមិដ៏តូចនោះរឿងរ៉ាវរបស់គេបានក្លាយជាគំរូដ៏ល្អសម្រាប់កូនចៅចំនួនក្រោយហើយចេះដឹងគុណនិងតបសងគុណដល់មាតាបិតាព្រោះទឹកចិត្តកតញ្ញូគឺជាកម្លាំងធម៌ពលដ៏អស្ចារ្យបំផុតដែលអាចជំនះរាល់ឧបសគ្គសូម្បីតែសត្វសាហាវឬគ្រោះថ្នាក់បំផុតក៏ត្រូវឲ្យក្បាលគ្រូបដល់គុណធម៌ដ៏ឧត្តមនេះដែររឿងទឹកចិត្តកូនប្រុសត្រូវបានគេដំណើរតគ្នាជារៀងរហូតមកដើម្បីរំលឹកតតម្លៃពិតប្រាកដនៃសេចក្តីស្រឡាញ់ដែលគ្មានអាចកាត់ថ្លៃបានរវាងកូននិងអ្នកមានគុណ